បាទសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីវិធីដោះស្រាយបញ្ហាមួយទាក់ទងនៅក្នុងកុំព្យូទ័ររបស់យើងនៅពេលដែលកុំព្យូទ័ររបស់យើងនឹងធ្វើការភ្លេច password អញ្ចឹងណាឬក៏យើងចង់ធ្វើការ set up Windows ថ្មីទៅលើកុំព្យូទ័ររបស់យើងបាទប៉ុន្តែយើងអត់ដឹងថាកុំព្យូទ័ររបស់យើងនឹងមួយណាជា try C ឬក៏មួយណាជា try D ទេបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើតាមវិធីសាស្ត្រនេះបានដោយអ្នកទាំងអស់គ្នាអាចចូលទៅប្រើប្រាស់តាម command prompt អញ្ចឹងដើម្បីចូលទៅ command prompt បានអ្នកទាំងអស់គ្នាគ្រាន់តែចុច shift F10 មកបាទចុច shift F10 វានឹងបង្ហាញផ្ទាំង command prompt មួយមកដល់យើងបាទហើយបន្តមកអ្នកទាំងអស់គ្នាវាពាក្យថា notepad បាទវាពាក្យថា notepad ហើយមកបន្តមកធ្វើការ enter បាទអញ្ចឹងវានឹងបង្ហាញផ្ទាំង notepad មួយដើម្បីឲ្យយើងប្រើប្រាស់បាទអញ្ចឹងបន្តមកអ្នកទាំងអស់គ្នាចុចទៅ file ហើយជ្រើសរើសពាក្យ open បាទអញ្ចឹងយើងជ្រើសរើសយកកន្លែង DPC ដើម្បីមើល try របស់យើងថាមួយណាជា try D ឬក៏ try C បាទដើម្បីងាយស្រួលនៅពេលដែលយើងធ្វើការ set up ទៅកុំឲ្យយើងច្រឡំមួយណា try C មួយណា try D ទៅវាអាចធ្វើការប៉ះពាល់ដល់ឯកសារគេបាទអូខេបាទអញ្ចឹងយើងអាចចុចចូលទៅមើលបានបាទអូខេហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទហើយសូមអរគុណសម្រាប់ការតាមដានវីដេអូនេះផងដែរបាទ